បន្ទាប់ពីពិធីសិទ្ធិទានចំណាំព្រះវស្សាអស់រយៈពេល5ថ្ងៃ5យប់បានបញ្ចប់ទៅទានចំណាំព្រះវស្សាចំនួន10គូរួមនឹងគ្រឿងបរិក្ខារវស្សាចាំបាច់ផ្សេងទៀតត្រូវបានរៀបចំពិធីដង្ហែទៅកាន់ទីវត្តអារាមនានាដោយដែលបានគ្រោងទុកនៅព្រឹកថ្ងៃទី27ខែកក្កដាឆ្នាំ2026នេះក្រោមគំនិតផ្ដួចផ្ដើមដោយព្រឹទ្ធមាតាពាន់វស្សាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភធម្មរាជទេវីសៀងសុកហឿនត្រូវជាម្ដាយបង្កើតលោកជំទាវអុកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភគតិបណ្ឌិតសៀងច័ន្ទហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍនិងជាស្ថាបនិករមណីយដ្ឋានរាជនីលង្វែករួមទាំងប្រជាពុទ្ធបរិស័ទជាច្រើនបានរៀបចំពិធីដង្ហែទានចំណាំវស្សាទៅកាន់អារាមវត្តចំនួន2រួមមានវត្តភ្នំរតមាលាហៅវត្តជាលាចចានិងវត្តច័ន្ទសុរិយារាំងសីហៅវត្តសម្បូរនៅក្នុងស្រុកបាធាយខេត្តកំពង់ចាមលោកជំទាវអុកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភគតិបណ្ឌិតសៀងច័ន្ទហេងឲ្យដឹងថាក្នុងរដូវកាលចូលវស្សាបានឈានចូលមកដល់ប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជននៅទូទាំងប្រទេសតែងបានរៀបចំពិធីដង្ហែទានចំណាំវស្សាទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានាដោយក្តីរីករាយនិងមានសទ្ធាជ្រះថ្លាជ្រាលជ្រៅដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាចំពោះព្រះរតនត្រ័យនិងរក្សាប្រពៃណីទំនៀមទម្លាប់ដូនតាលោកជំទាវអុកញ៉ាឲ្យដឹងទៀតថាពិធីដង្ហែទានចំណាំវស្សាគឺជាពិធីបុណ្យយ៉ាងសំខាន់មួយក្នុងវិស័យព្រះពុទ្ធសាសនាដែលត្រូវបានប្រារព្ធឡើងមុនឬដើមរដូវកាលចូលវស្សាគឺចាប់ពីថ្ងៃ1រោចខែអាសាឍដល់15កើតខែអាសត់លោកជំទាវអុកញ៉ាសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតម្លៃនៃសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដែលប្រទេសកម្ពុជាទទួលបានក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាព្រមទាំងការបន្តវេនដឹកនាំយ៉ាងរឹងមាំពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការថែរក្សាសន្តិភាពនិងដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនតទៅមុខជាពិសេសបានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យដើរទន្ទឹមគ្នានឹងការអភិវឌ្ឍលើគ្រប់វិស័យដែលអាចធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្តប្រកបអាជីវកម្មបង្កើនសេដ្ឋកិច្ចនិងជីវភាពរស់នៅនិងមានសេរីភាពពេញលេញក្នុងការប្រតិបត្តិតាមជំនឿសាសនារៀបចំពិធីបុណ្យប្រពៃណីនិងបុណ្យផ្សេងៗដោយគ្មានការភ័យខ្លាចក្នុងឱកាសនោះដែរលោកជំទាវអុកញ៉ាសូមឧទ្ទិសផលបុណ្យដែលកើតចេញពីការប្រគេននិងដង្ហែទានចំណាំព្រះវស្សានេះជូនដល់បុព្វការីជនគ្រូឧបជ្ឈាយាចារ្យនិងញាតិសាលោហិតជាពិសេសសូមឧទ្ទិសមគ្គផលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានបាត់បង់ជីវិតដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពដែនដីសូមបានទៅកាន់សុគតិភពនិងទទួលបាននូវចំណែកកុសលនេះលោកជំទាវអុកញ៉ាបន្ថែមទៀតថាទេយ្យទានដែលបានវេនឹងប្រគេនដល់ព្រះសង្ឃចំនួន2វត្តក្នុងថ្ងៃនេះក្នុងមួយវត្តទទួលបានទានចំណាំព្រះវស្សាមួយគូគ្រឿងបរិក្ខារវស្សាដែលចាំបាច់ក្នុងការប្រើប្រាស់ព្រមទាំងគ្រឿងឧបភោគបរិភោគនិងប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃក្នុងកម្មវិធីបុណ្យផងដែរសូមបញ្ជាក់ថាលោកជំទាវអុកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភគតិបណ្ឌិតសៀងច័ន្ទហេងនឹងបន្តដឹកនាំពិធីដង្ហែទានចំណាំវស្សានិងគ្រឿងបរិក្ខារវស្សាទៅវេប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅអារាមវត្តនានាចំនួន3ទៀតគឺវត្តវិហារធំនៅលើភ្នំព្រះរាជទ្រព្យក្នុងខេត្តកណ្ដាលនិងវត្តច័ន្ទបច្ចោទនារាមហៅវត្តតាសុតក្នុងខេត្តកំពង់ឆ្នាំងនិងវត្តភ្នំកាច់ចង្កូតបុរីក្នុងខេត្តពោធិ៍សាត់